នៅសាលាបញ្ញាសាគាត់សិននិយាយទៅអតីតគាត់សិតតាជួយពីសាលាទៅសាលាឯកជនតែគ្រូសិតតែគាត់ល្បីជួយតាគ្រូដែលល្បីឈរជើងចឹងយកទៅដាក់នៅនឹងទាំងអស់ដល់ជួបសិតតែគ្រូសិលធ្លាប់យើងរៀនញ៉ាយកឈើនេះក្រោយញ៉ាឯងយកឈើឲ្យមកទៅអូស្គាល់ហ្នឹងណាពេលគាត់ទៅនោះគេមានឲ្យគាត់បរៀនអីគេក្រោយយើងមានចាស់គាត់មានបទពិសោធន៍ចឹងបទពិសោធន៍អីចឹងដើម្បីឲ្យម៉ែឲ្យទៅដល់ទៅអត់ដឹងគ្រូមានបទពិសោធន៍មិនមកតែឆ្កឹះរំទុកគល់ទុកអីចឹងហ៎អើចាំបើឆ្កឹះចេះឆ្កឹះទៅខ្លួនឯងមិនមានឧបករណ៍គ្រប់គ្រាន់ឆ្កឹះចេះជាងទៀតចូលមកជាងរវល់អារងទូរស័ព្ទអីមិនខូចអូយចាឆ្ងាញ់ហ្មងអាគេខ្ញុំឥឡូវមើលFacebook TikTok អីទៅមើលអីម៉ែនេះឲ្យតែអូនពួកអានេះមើលអស់ហើយមើលជក់មាត់មើលហើយក៏នៅតែអាតាមគេស្គាល់កូនធំអូយអត់ដកដង្ហើមដែរឆ្កឹះឡើងជើងទុកមកកញ្ចុកខ្លាចជារុំភ្នំតាក់ត្បែងតែប៉ិតចឹងអត់ត្រូវទុកឆ្កឹះគ្នាឡើងតែយើងឆ្កឹះខ្លួនឯងជាឆ្កឹះឲ្យវាមិនដូចឈឺជើងជាខ្លាញ់ណាថ្មិញនៅសុខទៅហើយជើងហ្នឹងរបៀបឆ្កឹះខ្លួនឯងនៅអាស្នាមតបៅមិនទាន់ជីហើយមករុកគ្នាថែមនេះអារម្មណ៍ជើងមកយឺតនៅហីដូចគេចតនៅខាងលើមកខាងនេះសិនវានៅវាចតយើងកាត់តែខាងក្នុងវាទុកខាងលើប៉ិនមានវែងគឺទៅយ៉ាបែរតែញ៉ាំណាពូឈៀនមកពេកតែចោលទៅវិញប្រមាណមកតែចោលមានតែគ្មានគួរសាលាហ្នឹងមានគ្រូគាត់យកថោកមែនទេខ្ញុំធ្លាប់យ៉ាងតិចគេ50រៀលតែបើយើងរៀនតែឯងនេះគ្រូអូនមួយខែយកតែ10រៀលណាគ្រូសាញ់គ្រូវីអញ្ចឹងចារៀនណាអ្នកតែអូនទៅរៀនតែអូនតែរបៀបថាសាលាដាក់នៅផ្ទះគាត់ទៅផ្ទះគាត់ធំណាស់ស្អាតតែគ្រាន់ថាគាត់មិនរៀនតែមួយថ្នាក់របៀបគាត់មានកូនគេដែរអីចឹងទៅគាត់មានស្ដារច្រើនគ្នាតែអូនមកអូនរៀនដូចមានតែអូនរៀនអូនមករៀនតែ10រៀនតែពេលខ្ញុំឆ្ងល់តែពេលខ្ញុំសួរគេមួយទៀតនៅគ្រូដែលនៅហ្នឹងមួយខែ50រៀលគ្រូដែលនៅចាហើយសម័យខ្ញុំកាយខ្ញុំរៀនតែអូនយ៉ាងតិចមួយខែក៏5-60000ហ្នឹងហើយតែពេលសួរគាត់10រៀលសួរទៀតតែគាត់ថាចេះគាត់រៀនបែបអ្នកភូមិពីមុនគាត់រៀននៅសាលាបូរ៉ាតែឥឡូវគាត់និយាយពីខ្សែរយៈទៅគេទាក់ទាញគាត់មកឲ្យព្រៀនតែតែគាត់នៅចិត្តបូរ៉ាខ្ញុំជួនអូនទៅរៀននៅបូរ៉ានៅហួរបូរ៉ាសាលាបូរ៉ាតែគាត់រៀបស្អាតណាស់គឺគ្រូរៀបស្អាតណាស់ស្ដារធានគាត់នឹងបាក់3 4ឲ្យសិស្សរៀនមិនបងនៅឃើញដាក់គ្រូនៅចិត្តនេះទៅចិត្តនៅផ្ទះយើងតែនៅឃើញគាត់បើរៀនមួយគ្រូខ្លួនឯងគាត់ដឹងថាអូនខ្សោយអីអញ្ចឹងគាត់ដឹងអញ្ចឹងគាត់ដាក់ទៅបើរៀនមួយគ្រូនោះគាត់រៀនតែតាមតាណាហ្នឹងគាត់ដឹងថាបានសិស្សយើងអត់ទេបើគាត់ដឹងថានៅរៀនអូននេះអីចឹងវាលឿនជាងគាត់ស្គាល់ពីវាចាគាត់អត់នេះចំណុចណាចឹងវាស្រួលហើយមានខ្ញុំរាល់ឆ្នាំខ្ញុំដាក់កូនរៀនមុនចូលរៀនមកដល់ពេលឆ្នាំទី3នេះយើងនឹកឃើញថាវាយើងដូរសាលាទៅញ៉ែអត់បានតែឲ្យកូនវាចាប់ចង់តន់ណាហើយប៉ាមើលរៀនទី3ច្រើនទៀតធំទៅច្រើនសម្រាប់តែសេចក្តីពីមុនព្រមតែតែមកបន្តទេឥឡូវនឹងចូលទី3គេត្រូវតែដូចថ្នាក់ធំដែរពេលចឹងចាប់អត់បានណាដល់ពេលចេះរោគ្រូតន់ទៅ
ប្រាប់គ្រូទៅគ្រូក៏ដឹង